សូមគោរពសួស្តីបងប្អូនខ្ញុំបាទផ្ទះឆ្ងាញ់គោដុតស្នេហាជាតិត្រឡប់មកវិញហើយមួយរយៈមកនេះខ្ញុំរក្សាភាពស្ងប់ស្ងាត់មិនចង់ផ្សព្វផ្សាយអីទេដោយសារប្រទេសជាតិនិងកងទ័ពជួរមុខយើងកំពុងតែប្រឈមនឹងពួកប្រចាំមិត្តដែលមានចិត្តមិនបរិសុទ្ធនិងមានចេតនាអាក្រក់មកលើជាតិសាសន៍យើងម្យ៉ាងទៀតនោះក៏ព្រោះតែកាន់ទុកវិញ្ញាណក្ខន្ធយោធិនពលីបងសួនរោនផងដែរនេះគឺជាទឹកស៊ុបដែលពួកខ្ញុំធ្វើជូនមកគោដុតកម្មវិធីកាលពីថ្ងៃទី30ខែឧសភាគោដុតកម្មវិធីរបស់ផ្ទះឆ្ងាញ់គោដុតមិនដឹងមិនឆ្វាក់មួយទៅតារាងបាល់គាត់គុំយូរហើយកាលពីចូលឆ្នាំខ្មែរនោះគាត់ចង់ហៅពួកខ្ញុំទៅធ្វើជូនគាត់ដែរប៉ុន្តែពួកខ្ញុំពេញទៅធ្វើជូនគាត់អត់កើតតថ្ងៃ30ឧសភានេះគាត់មានកម្មវិធីគាត់ហៅពួកខ្ញុំទៅតបានបងអូនស្រីម្នាក់នោះឃើញទឹកស៊ុបផ្ទះឆ្ងាញ់គោដុតល្អស្អាតពេកទ្រាំបាននេះទឹកស៊ុបមិនទាន់ឆ្អិនស្រួលបួលផងភ្លក់បាត់ទៅហើយចំណែកមួយនេះវិញគឺគោដុតកម្មវិធីកាលពីថ្ងៃទី4ខែមិថុនានេះទីតាំងនៅឫស្សីកែវទាំងម្ចាស់កម្មវិធីទាំងភ្ញៀវគាត់សរសើរថាផ្ទះឆ្ងាញ់គោដុតមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេសេវាកម្មក៏ល្អអនាម័យក៏ខ្ពស់ឆ្លៀតឱកាសនេះខ្ញុំបាទក៏សូមអរគុណដល់បងប្រុសម្ចាស់កម្មវិធីដែលបានឲ្យសម្លពោះសង់សឿមកពួកខ្ញុំញ៉ាំចំណែកនេះវិញគោដុតកម្មវិធីកាលពីថ្ងៃទី17ថ្មីនេះបងប្រុសម្ចាស់កម្មវិធីគាត់ដឹងគាត់ស្គាល់រសជាតិរបស់ផ្ទះឆ្ងាញ់គោដុតតាមរយៈការចូលរួមកម្មវិធីរបស់លោកគ្រូពេទ្យណារុងដែលជាម្ចាស់ clinic ភ្នែកនៅខាងបៃចានខ្ញុំបាទសូមអរគុណដល់លោកគ្រូពេទ្យណារុងដែលកន្លងមកមិនត្រឹមតែគាំទ្រផ្ទះឆ្ងាញ់គោដុតដល់កម្មវិធីទេបានណែនាំមតិជនផ្សេងមកឲ្យខ្ញុំទៀតអរគុណច្រើនបងណាខ្ញុំក៏មានដំណឹងល្អជូនបងប្អូនដែរថាផ្ទះឆ្ងាញ់គោដុតឥឡូវមានទីតាំងសម្រាប់បងប្អូនប្រារព្ធកម្មវិធីផ្សេងដែរជប់លៀងបុគ្គលិកក៏បានខួបកំណើតក៏បានជប់លៀងជួបជុំជាមួយសាច់ញាតិមិត្តភ័ក្តិក៏បានទីតាំងនៅក្បែរវត្តព្រៃរិស័យតាខ្មៅយើងហ្នឹងឥឡូវនេះពួកខ្ញុំកំពុងតែរៀបចំចិត្តបានបើកហើយនេះជាផ្នែកមួយសម្រាប់បងប្អូនយើងដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់បែបបោះជំរំធម្មជាតិតុកអីបោះជំរំកំពុងនៅលើសមុទ្រចិត្តមកដល់ហើយឃើញខ្ញុំរៀបចំមានវាំងននអីអញ្ចឹងតិចបងប្អូនយល់ច្រឡំថាខ្ញុំមានសេវាកម្មពិសេសអីអត់ទេបងប្អូនណាខ្ញុំអត់មានជំនាញខាងនោះទេដាក់វាំងនននេះគ្រាន់តែដើម្បីលម្អឲ្យហាងស្អាតនិងការពារទឹកភ្លៀងសាចទេជំនាញពិសេសរបស់ខ្ញុំនោះគឺធ្វើម៉េចឲ្យតកោដុតផុយឆ្ងាញ់ជូនបងប្អូនបើបងប្អូនមកញ៉ាំធម្មតាមិនស្ដាយលុយហើយបើមានកម្មវិធីអញ្ជើញភ្ញៀវបងប្អូនមិនខ្មាស់ភ្ញៀវនឹងខកបំណងប៉ុណ្ណឹងឯងវីដេអូក្រោយខ្ញុំនឹងរៀបរាប់ថាបើបងប្អូនមកធ្វើកម្មវិធីនៅកន្លែងខ្ញុំទទួលបានអត្ថប្រយោជន៍អីខ្លះឥឡូវនេះខ្ញុំបាទផ្ទះឆ្ងាញ់គោដុតដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តសូមអរគុណសូមគោរពជម្រាបលា